បាទសួស្តីថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមួយតើតើបងប្អូនខ្លះដែលគាត់អាចនឹងមិនទាន់ដឹងអញ្ចឹងណាអញ្ចឹងតើតើនឹង content បងប្អូនខ្លះប្រើ tool download មក folder មកវាអាចនេះដោយលេខហៅថាលេខ ID ផាវីដេអូហើយនឹងដូចជា mention ឬក៏ hashtag មួយចំនួនដែលយើងអត់ចង់បានអញ្ចឹងយើងចង់លុបចោលណាអញ្ចឹងខ្ញុំនឹង recommend tool មួយឈ្មោះថា rename expert អញ្ចឹង tool មួយនេះយើងអត់វាក់ទេគាត់តែ add មកឥឡូវខ្ញុំ add file វីដេអូចូលបាទខ្ញុំ add folder នេះមកណាបាទអញ្ចឹងនេះឈ្មោះចាស់របស់វាបែបនេះវាមានលេខ ID បាទអញ្ចឹងឈ្មោះថ្មីមកគាត់តែយើង add កន្លែងនេះអញ្ចឹងយើងពេញ option អីខ្លះទី1យើង add បន្ថែមមកយកពាក្យ remove កន្លែងនេះខ្ញុំយកពាក្យនេះមានថា from search item អញ្ចឹងយើងឡើង remove នេះមកណានេះយកវាមកនេះ search item នេះមកនេះ search item ទៅមកយើងវាយយកពាក្យនេះផ្ទុយខាងក្រោយនេះunderscore នេះអាហ្នឹងហ៎សញ្ញាដកហ្នឹងណាបាទចុចកន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះបងប្អូននេះចុចកន្លែងនេះណាបាទ from នេះមកអញ្ចឹងនៅក្រោយកន្លែងសញ្ញាដកខាងក្រោមហ្នឹងវានឹងបាត់ទាំងអស់វាលុបចូលកន្លែងហ្នឹងអញ្ចឹង option ទី2កន្លែងនេះយើងយក remove ដូចគ្នាអញ្ចឹងខ្ញុំយកពាក្យថា add អញ្ចឹងមានថាហ្នឹងយើង mention គេណាយើងយក mention គេយើង remove ដូចគ្នាណាអញ្ចឹងកន្លែងនេះបងប្អូនអាចយកមួយណាក៏បានបងប្អូនយក from នេះក៏បានដែរបាទ from នេះវាលុបចោលកាតុយខាងក្រោយទាំងអស់បាទបងប្អូនឆ្លាញ់មួយណាបងប្អូនយកមួយហ្នឹងទៅយើងនេះតើតើនឹងកាតុយខាងក្រោយហ្នឹងមានថា mention ឈ្មោះរបស់គេវាអត់យកមកវាយកតែប៉ុណ្ណេះណាបាទអញ្ចឹង replace កន្លែងនេះ replace ខ្ញុំ add ថែមមួយទៀតកន្លែង replace នេះដូចពាក្យ TikTok ដូចករណីយើងដល់ TikTok ឬ short អីវាអាចមានឈ្មោះខ្លះវាដាក់ដល់ហ្នឹងអញ្ចឹងយើងអត់យក hashtag TikTok ទេឬក៏នេះទេយើងយកដាក់ខ្ញុំបដូរទៅជា reel វិញព្រោះយើងផុស reel ឬក៏ CM អីចឹងណាបាទបងប្អូនអាចឆ្នៃតាមនឹងជាក់ស្ដែងទៅខ្ញុំពេញតែ option តែ3នេះទេបាទ TikTok កន្លែងនេះយើង replace មកយើងយក add text ណា text មកយើងពាក្យថ្មីយកពាក្យថា reel អញ្ចឹងអត់ពិបាកទេយើងធ្វើតែបែបនេះហើយចុចពាក្យថា apply មកវានឹងចេញឈ្មោះប៉ុណ្នេះមកឈ្មោះថ្មីមកណាតែខ្ញុំចុច start មកបាទឃើញទេអញ្ចឹងមក folder នេះវាកំពុងបដូរឈ្មោះមកឈ្មោះថ្មីដែលមាន option ញ៉ៃញ៉ៃហើយបងប្អូនកុំភ័យបារម្ភតើតើនឹងឈ្មោះខ្លះលុតជាន់គ្នាបាត់អីអត់ទេណាវានឹងដឹងទាំងអស់ថាឈ្មោះណាជាន់គ្នាមិនជាន់គ្នាអីវាចេះបន្ថែមលេខថែមឲ្យយើងខាងក្រោយទេតែក្នុងនេះវាអត់មានឈ្មោះជាន់គ្នាខ្ញុំបើសិនជាជាប់គ្នាខ្ញុំរកមើលឲ្យព្រោះវា item ប៉ុណ្ណានៅប៉ុណ្ណឹងតដែរអត់បាត់អត់ប៉ះពាល់ទេបាទអញ្ចឹងអានេះគឺការដូរឈ្មោះមួយសម្រាប់បងប្អូនណាដែលគាត់ប្រើ tool download អញ្ចឹងណាអញ្ចឹងគេវាដូរឈ្មោះថ្មីបានអញ្ចឹងយើងអត់ចាំបាច់ទៅចំណាយពេលអង្គុយសេរីអង្គុយលុបដងមួយទេយើងធ្វើបែបនេះវាអូតូខ្លួនឯងណាអញ្ចឹង option ដែលយើង add បន្ថែមគឺ3នេះហើយនឹង add វីដេអូមកកែទេតែថ្ងៃនេះរៀងរំខានសំឡេងចាប់ព្រៀបអ្នកជិតខាងតិចគាត់ច្រៀងយើងសប្តាហ៍ថ្ងៃបុណ្យទានគាត់ច្រៀងអញ្ចឹងណារៀងខ្លងតិចអញ្ចឹងខ្ញុំថាវីដេអូនេះអាចជាប្រយោជន៍បងប្អូនទាំងដៃចាស់ទាំងដៃថ្មីណាដែលអត់ទាន់ដឹងព្រោះបើអ្នកដែលដឹងហើយអាចលងចោលបានព្រោះពីច្រើនខ្ញុំធ្វើបែបនេះវាអត់តាក់ទងទៅនឹងពេលយើងផុសទៅវាធូរខ្លះចាប់មានថាចាប់ដាក់hashtag ឬក៏ mention description អីនៅលើនោះទៅទាំងអស់អញ្ចឹងវាញ៉ៃណាបាទវីដេអូមានតែប៉ុណ្ណឹងអរគុណច្រើន